រឿងចង់និយាយបន្តិចបានលោកគ្រូពេលនេះភូមិយើងកំពុងតែជួបបញ្ហាធំហើយអាត្មាមានតែសុំឲ្យញោមទៅជួយស្វែងរកសិស្សច្បងរបស់អាត្មាដែលកំពុងតែស្នាក់នៅក្បែរភូមិនៅក្បែរនេះលោកតាគ្រូតើនៅក្បែរនេះមានភូមិដែរបើពីភូមិយើងទៅដល់ទីប្រជុំស្រុកមានចម្ងាយឆ្ងាយរាប់គីឡូហើយបើនិយាយពីភូមិរបស់យើងនេះគឺពុតជុំវិញទៅដល់ព្រៃទៅទៀតតើអត់មានភូមិមកនៅក្បែរយើងឯណាកើតបើទីវាមានតែទីនេះហ្នឹងខ្ញុំតែងតែដើរទៅរវល់ដើរទៅបរបាញ់សត្វព្រៃជាមួយលោកអ៊ំចាស់តែមិនដែលលើគាត់រំលឹករឿងមានភូមិនៅក្បែរនេះសោះនៅក្បែរនេះគឺមានភូមិតែញោមគឺភូមិអូវែងភូមិនេះមានតែចាស់ជំនាន់អាត្មាទេទើបស្គាល់ទើបដឹងបើចាស់ត្រឹមតែអាយុ70ជាងគាត់មិនដឹងទេមុនចូលដល់ភូមិនេះគឺត្រូវឆ្លងកាត់ព្រៃវែងបន្ទាប់មកពេលដែលឃើញអូត្រូវឆ្លងកាត់អូមួយទើបបានដល់ភូមិមួយនោះភូមិអូវែងនេះគឺមានអូហូរកាត់នៅពីមុខភូមិមុខរបស់អ្នកស្រុកនៅទីនេះគឺបរបាញ់និងធ្វើចំការចាស់ព្រឹទ្ធាចារ្យគឺលោកអ៊ំមឿនជាលបងរបស់ខ្ញុំទៅដល់ក្នុងភូមិនេះកុំភ្លេចសួររកសិលាចារឹកដែលសង្កត់វិញ្ញាណនៃពុកវិសាចចៅឯងទៅអាត្មាទៅមិនបានទេអាត្មានៅការពារភូមិនេះរយៈពេល10ថ្ងៃទៀតនឹងមានរឿងកើតឡើងហើយដូច្នេះឯងគួរតែបញ្ញាទៅរកគាត់ឲ្យលឿនព្រោះមានតែគាត់ទេទើបអាចដោះស្រាយរឿងនេះបានដោយសារតែគាត់ធ្លាប់ជួបសិលាចារឹកហើយក៏ដឹងទីតាំងនៃសិលាចារឹកចាស់បុរាណមួយនោះទៅដល់ទីនោះធ្វើដូចម្ដេចលោកអ៊ំគ្រូស្គាល់ខ្ញុំលោកតាហើយធ្វើដូចម្ដេចទើបខ្ញុំអាចរកគាត់ឃើញកុំពាក់ខ្សែកចង្គង់សឹងនេះទៅហើយយកសម្បត្តិនេះទៅតាមខ្លួនផងនៅពេលដែលរបស់ឃើញចង្គង់សឹងនេះគាត់នឹងស្គាល់ណាបញ្ជូនកូនទៅប៉ុន្តែត្រូវចាំថាកូនត្រូវតែប្រយ័ត្នឲ្យមែនទែនព្រោះការធ្វើដំណើរទៅភូមិនោះគឺមិនងាយស្រួលនោះទេមានទាំងចៅមានទាំងពួកព្រាយបិសាចតាមយីគឺគ្រោះថ្នាក់បំផុត អ
ជឿជាក់លោកកូនថាកូនអាចធ្វើបាន បាទលោកគ្រូកូននឹងប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តនឹងធ្វើឲ្យបានជោគជ័យនិងមិនឲ្យលោកគ្រូអស់សង្ឃឹមនោះទេ បានក្មួយយកកំពីនេះទៅតាមខ្លួនទៅពូសង្ឃឹមថាវានឹងអាចជួយក្មួយនៅពេលដែលក្មួយជួបគ្រោះថ្នាក់ បាទលោកពូ ទាំងរត់ឯងទៅជាមួយនឹងបុរសណាទៅដើម្បីបានជាគ្នានឹងជួយការពារគ្នាទៅវិញទៅមកផង បាទព្រះអង្គ តាន់រត់ដើរលឿនមកប្រយ័ត្នមេឃងឹតគ្មានកន្លែងគេងនៅក្នុងព្រៃឥឡូវហើយ ណែកុំចេះមកបញ្ជាយើងលោកតាបានឲ្យឯងមកធ្វើជាមេរបស់យើងតែព្រះអង្គឲ្យយើងមកជួយឯងយល់នៅព្រះអង្គទុកចិត្តយើងជាងទុកចិត្តឯង អូខេខ្ញុំដឹងហើយគ្រាន់តែខ្ញុំបារម្ភថាបើគេងនៅក្នុងព្រៃនេះអាចនឹងមានបញ្ហាអញ្ចឹងទើបបានជាខ្ញុំទឿនឯងណាអូខេខ្ញុំសុំទោសតាឥឡូវគ្នាសុំឯងតាដើរលឿនបន្តិចទៅខ្លាចនឹងយប់នៅក្នុងព្រៃនេះពិបាកព្រោះព្រៃនេះមើលទៅដូចជាមិនសូវស្រួលសោះម្យ៉ាងវាជាព្រៃធំហើយក្រាស់ទៀតខ្ញុំមើលទៅដូចជាបារម្ភដល់ហើយ មានយើងនៅទីនេះហើយបាច់ភ័យទេគ្មានរឿងអីទេជឿខ្ញុំទៅ ហ្នឹងហើយខ្ញុំអរគុណឯងអញ្ចឹងតោះប្រញាប់ស្រូលដំណើរ ជួយផងជួយផងជួយផង តាន់រត់ឯងមានលឺនរណាគេហៅឲ្យជួយអត់ ខ្ញុំឮតាតែមិនបាច់ខ្វល់ច្រើនទេគ្មានមនុស្សណាមកស្រែកនៅក្នុងព្រៃអីជ្រៅបែបនេះទេសង្ស័យតែអាក្បាស់ធំផង ជួយផងជួយផង អត់ទេមើលទៅប្រកាសជាមានមនុស្សដែលត្រូវការយើងជួយហើយ ហើយគេធ្វើអីទៅជាពេលវេលាដែលលោកតាចង់ឲ្យយើងធ្វើនោះប្រយ័ត្នទៅមកកុំទៅមានពាក់ព័ន្ធអីនឹងយើងទេ អត់ទេខ្ញុំត្រូវទៅជួយគេហើយ បុរសទៅធ្វើអីមកវិញអានេះយ៉ាប់មែនអាចរិតដែលជួយគេឲ្យនាំទុកដាក់ខ្លួនហ្នឹងកែម្ឡើងមែនហើយបើមិនជួយមិនកើតទៀតបើវាមានរឿងលោកតាស្ដីបន្ទោសដល់ទាំងឯងទៀតតលតែទៅជួយឲ្យបាន ឈប់សិនពួកឯងប្រុសឡើង 4-5 នាក់ធ្វើបាបមនុស្សស្រីតែម្នាក់ធ្វើបែបហ្នឹងសមដែរឬអត់ សុំរឿងមិនសមជារឿងរបស់យើងតាបើឯងមិនចង់ឈឺខ្លួនចេញទៅឆ្ងាយទៅជប់សិនពួកឯងអានគ្នាច្រើនមែនធ្វើបែបហ្នឹងមិនសមជាកូនប្រុសនោះទេអញចោលអញគ្មានកូនប្រុសកូនស្រីជាមួយនឹងឯងអីទេតោះពួកយើងឆាប់ចូលចាត់ការវាទៅឯងនេះនៅយកជួបគ្នាមកបូតឃ្លីហើយនេះ ដំណាក់កាលនេះហើយមិនបាច់និយាយច្រើនទេជួយបដៅវាឲ្យគ្នាផង ឯងចាត់ការ4នាក់នេះទៅយើងចាត់ការមេវាត្រឹម4នាក់ហ្នឹងឯងចាត់ការបានឬក៏អត់ មានអីត្រឹម 4 នាក់ប៉ុណ្ណឹងទៅរួចតា បើទៅរួចតោះចាត់ការទៅ តោះ អន់បែបនេះមកសុំចុះចាញ់ទៅយើងនឹងលើកលែងឲ្យឯងមិនដូច្នោះទេយើងនឹងវាឯងឲ្យវាលើដីត្រឹមក្បាច់ខ្លួនឯងប៉ុណ្ណឹងចង់មកវាយយើងឲ្យដួលលើដីទៅរួចទេអូយើងធ្វើជាចោលរាប់ឆ្នាំហើយអ្នកដែលវាយើងឲ្យសុំចុះចាញ់មិនទាន់កើតនោះទេបើឯងជឿជាក់មិនឡើងចូលមកយើងនឹងឲ្យឯងស្គាល់ឆ្នាំខ្លាំងវាលើដីដូចជាឆ្កែ ច
bà ai xong giá thá đọខ្លួនchụp thuaអំពើអាក្រក់នៅពេលនេះយើងនឹងលើកលែងឲ្យឯង ស្អីគេឯងមកបដៅយើងមែនលើកនេះត្រៀមខ្លួនទៅឯងពួកយើងនឹងធ្វើឲ្យឯងស្គាល់ខ្លាំងដង មែនហើយជួយចាត់ការវាទៅឲ្យវាបានមាត់បានកោខ្លាំងពេកយីអានេះអត់ស្គាល់ខ្លាំងមែនឯង បើនិយាយមិនស្ដាប់គ្នាអញ្ចឹងមានតែលេងថោក្តៅហើយមកចូលមកកុំនៅយូរនាំតែខាត់ពេលទេលើកនេះលេងអស់ដៃម្ដងតែសុំទោសទុកមុនហ្នឹងក្រែងខ្ញុំនេះលេងជ្រោដៃ ស្អីគេសុជីវធម៌មែនតើបងចាត់ការវាទៅនៅស្ដាប់វាដល់ណាទៀត អាយ៉ាស្រែស្អាតទេតានេះលើកនេះរត់ទៅណារួចទៀត ជួយផងជួយផង អ្នកទាំងពីរអត់មានរបួសអីទេហី ចាខ្ញុំអត់មានរបួសអីទេចុះបងប្រុសវិញមានត្រូវត្រង់ណាទេខ្ញុំក៏អត់មានត្រូវអីដែរ សង្ហាដូចខ្ញុំថែមតែមានសេចក្តីធំកម្លាំងរឹងមាំដូចខ្ញុំនេះគ្មាននរណាអាចធ្វើអីខ្ញុំបានទេ មកភ័យមុខឡើងកញ្ចាស់ថាខ្លួនឯងសង្ហា សម្រាប់ខ្ញុំវិញខ្ញុំមិនអីទេជួបគ្នាដំបូងអញ្ចឹងខ្ញុំសូមណែនាំខ្លួនបន្តិចខ្ញុំឈ្មោះបរិនឯខាងនេះគឺជាតិនរតជាមិត្តភក្តិរបស់ខ្ញុំ ចាខ្ញុំឈ្មោះកេសងចំណែកខ្ញុំវិញឈ្មោះថាវរី មេចិត្តងឹតហើយមិនដឹងថាទៅរកកន្លែងគេងនៅកន្លែងណាទេនេះក្នុងព្រៃនេះសិតតែអាប់មើលអ្វីក៏មិនឃើញដែរមិនដឹងផ្លូវទៅភូមិនៅទិសណាទេនេះ នោះនៅខាងមុខនោះមានភូមិមួយយើងប្រកាសជាអាចទៅស្នាក់នៅបាន តាមពិតទៅមានភូមិរបស់គេមែនតា ត្រូវហើយមានភូមិមែនតើតែអាប់ក្រាស់ពេកមើលអ្វីមិនយល់សោះតោះចូលទៅ គេសកំដៅលឿនជាងគេពេកប្រយ័ត្នទៅដល់មុខមានបញ្ហាគេជួយមិនទាន់ទៅ ចាបង គេសាប្រយ័ត្នឆាប់បបខ្លួនមកវិញណា ជួយខ្ញុំផងជួយខ្ញុំផងបងហាវរី គេសប្រយ័ត្ន គេនិយាយមិនស្ដាប់អ្វីរួមមែនឆាប់មកវិញមកទៅសោះឲ្យលឿន អ្នកទាំងពីរនៅត្រង់នោះហើយមិនបាច់ចាំណាទេចាំខ្ញុំការពីនាង អ្នកទាំងអស់គ្នាយើងមិនលើកលែងឲ្យឯងទេ Woo!
គេសឲ្យចេះប្រយ័ត្នខ្លួនផងលើក្រោយហើយត្រូវចេះស្ដាប់គេមិនដូច្នោះទេលើក្រោយអាចនឹងមានរឿងដល់អាយុជីវិតទៀត អរគុណហើយបងប្រុសដែលបានជួយជីវិតខ្ញុំ ចុះបងអូនធ្វើដំណើរមកពីភូមិណាដែរគេសទៅបានជាមកដល់ព្រៃនេះ ចាបងខ្ញុំមកពីភូមិអូវង្វេងគឺជាកូនស្រីលោកមេភូមិតែដោយសារខឹងជាមួយលោកឪពុកពេកទើបខ្ញុំរត់ចេញពីភូមិមកដល់ទីនេះចៃដន្យអីគឺជួបចោលចង្រៃពី3នាក់នោះ ចុះលោកអមឿនសុខសប្បាយជាទេបងចង់ទៅជួបគាត់បន្តិច លោកឪពុកខ្ញុំសុខសប្បាយទេហើយបងរកគាត់មានការអីដែរ លោកគ្រូរបស់បងជាសិស្សប្អូនរបស់ឪពុកអូនគាត់ឲ្យបងដំណឹងទៅប្រាប់ឪពុករបស់បង និយាយអញ្ចឹងថារីអូនមកពីណាដែរហេតុអីបានជាមកដល់ភូមិនេះ ខ្ញុំជាអ្នកភូមិនៅក្បែរនេះដែលសារតែមួយរយៈមុនគឺមានបិសាចចូលមកបំផ្លាញភូមិទើបខ្ញុំមកពិនិត្យមើលខ្លាចលោកមានអ្នកនៅរស់ ចុះប្រវត្តិនៃភូមិនេះវិញ បើតាមខ្ញុំដឹងពីលោកតារបស់ខ្ញុំបានរៀបរាប់ពីប្រវត្តិភូមិនេះថាពីដើមឡើយភូមិនេះមានទេពធីតាព្រះច័ន្ទម្នាក់ចូលមកលើទឹកដីនេះដើម្បីប្រើថ្ម7ពណ៌សង្កត់វិញ្ញាណបិសាចហើយបន្ទាប់ពីសន្ធប់វិញ្ញាណនោះចោលថ្មនេះក៏ត្រូវបានបាត់លោកតាខ្ញុំប្រាប់ថានៅពេលដែលអធិរាជនៃធម្មជាតិមកដល់ទីនេះទើបថ្មសិប្បៈនេះបង្ហាញខ្លួនម្ដងទៀតដើម្បីផ្គុំគ្នាបំផ្លាញពួកបិសាច ទោះយ៉ាងណាក៏ដោយមេបិសាចកំពុងតែតាមរកអធិរាជនៃធម្មជាតិហើយពួកនេះតែងតែបន្លំខ្លួនជារូបព្រះអង្គដើម្បីតាមសម្លាប់អ្នកដែលដឹងរឿងនេះហើយមើលទៅលើកនេះមិនដឹងថាប្រជាជននៅក្នុងតំបន់ព្រៃគេចផុតពីគ្រោះមួយនេះឬអត់ទេ ដោយលោកតាច័ន្ទតែងតែមានពុទ្ធិកាអញ្ចឹងតាមពិតទៅល្អឬអាក្រក់យើងមិនអាចសម្លឹងមើលតែសម្បកក្រៅហើយកាត់ក្តីបាននោះទេវាដូចជាអំបិលនិងស្ករសអញ្ចឹងវាមានពណ៌និងរូបរាងដូចគ្នាប៉ុន្តែយើងអាចសង្កល់ដឹងតាមរយៈការភ្លក់រសជាតិវាប្រៀបដូចជាមនុស្សនិងបិសាចអញ្ចឹងរូបរាងស្រដៀងគ្នាប្រហាក់ប្រហែលគ្នាមនុស្សអាចធ្វើខ្លួនជាបិសាចបិសាចក៏អាចធ្វើខ្លួនជាមនុស្សដូចគ្នា ទោះយ៉ាងណាយើងអាចកត់សម្គាល់តាមរយៈសហសញ្ញាណរបស់យើងមនុស្សម្នាក់ៗតែងតែមានសហសញ្ញាណបានហើយតើចូលគេងស្អែកធ្វើដំណើរទៅភូមិអូវិញស្រីៗចូលគេងនៅក្នុងផ្ទះទៅពួកយើងជាប្រុសនៅយាមខាងក្រៅ